ខ្យងអ្នកខ្លះខោខ្យងក្រហមអ្នកខ្លះខោខ្យងជប៉ុនអ្នកខ្លះគឺខ្យងចោសៀមបាទខ្យងនេះវាធំមែនទែនបើយើងប្រៀបធៀបនឹងគូតច័ន្ទបាយឆ្កែនេះគឺថាប៉ាន់គូតច័ន្ទដាក់បាយឆ្កែនេះបាទហើយមើលមិត្តវានេះគឺពណ៌បែបនេះមិត្តវាហើយសាច់វាគឺស្វិតល្អយើងអាចហូបបានយើងបេះតែភ្នែកបេះតែក្បាលវាចេញបន្តិចទៅអាចហូបបានហើយបើយើងប្រៀបធៀបនេះខ្យងស្រែយើងនេះធំផុតហើយនេះធំផុតប៉ុណ្ណេះឯងនេះបាទយើងធ្លាប់ឃើញភាគច្រើនប៉ុណ្ណេះបើយើងប្រៀបធៀបគ្នាមើលនេះប្រៀបធៀបគ្នាមើលខុសគ្នាខ្លាំងមែនទេខុសគ្នាខ្យងអានេះខ្យងស្រែខាងនេះខ្យងសៀមបាទនេះប្រែមកមិត្តវាក៏ខុសគ្នាដែរមានអីបាក់ចំណាំ